យដឹងលឿនពេកហើយហើយអ្វីដែលខ្ញុំកត់សរសើរជាងគេជាពិសេសគឺអាប្លង់ CGI មើលអត់ដឹងណាជំរាបសួរបងចាំបងបន្តពីទស្សនាជាមួយនឹងរឿងភូមិគ្រឹះមលីហើយមានអារម្មណ៍មិនដែរបងសម្រាប់ខ្ញុំមានអារម្មណ៍ថាវ៉ាវដោយសារគេគុណភាពសាច់រឿងគឺល្អខ្លាំងមែនទែនអាចចាត់ទុកថាជាស្នាដៃដំបូងរបស់បងប៉ែនចម្រុងប៉ុន្តែស្នាដៃដំបូងនេះគឺល្អខ្លាំងជាពិសេសនោះសាច់រឿងមើលទៅវាមានឈុតឆាកច្រើនកំ pl ែងកំសត់ហើយអ្វីដែលខ្ញុំកត់សរសើរជាងគេជាពិសេសគឺអាប្លង់ CGI មើលអត់ដឹងណាតឹងនិយាយច្រើនពេកបែករឿងណាតែថាខ្មោចបើថាដល់វគ្គខ្មោចគួរឲ្យខ្លាចអាវគ្គនៅព្រៃនេះគឺមើលទៅរន្ធត់តាមអារម្មណ៍យើងអ៊ីនទៅតាមនៅក្នុងសាច់រឿងនឹងដែរបងចង់និយាយចឹងណ៎ចាចូលមនោចេតនាស្រែកដែរអូបងស្រែកដែរមែនណ៎បើខ្មោចប្លង់ណាដែលបងស្រែកបងស្រឡាញ់ជាងគេនៅក្នុងសាច់រឿងមួយនេះដែលស្រឡាញ់ជាងគេស្រឡាញ់រឿងខ្មោចស្រីអូហើយមិនស្រឡាញ់ខ្មោចស្រីចឹងអត់ទេមើលឃើញខ្មោចមុនហ្មងស្អាតទៅពេលមកក្រោយមកងាកមកអូយ៉ារឿងនេះល្អហើយក៏សង្ឃឹមថាបងប្អូនយើងមកជួយគ្រប់គ្រងមកមើលឲ្យបានច្រើនហើយតានីថាមកមើលអត់ស្ដាយលុយទេគឺរឿងល្អមើលហើយជាការជួយគ្រប់គ្រងខ្សែភាពយន្តជាផលិតផលនៅក្នុងស្រុកផងបងអរគុណ